គ្រាការព្រះសម្ពុទ្ធប្រសើរផុតដល់ដំបានត្រាំងជាបាធំ45ព្រះវស្សាបំពេញពុទ្ធាកិញ្ញមិនដែលដាច់វេលាណាសន្មន្តឈ្មោះហៅថាពុទ្ធកិត្យាមាន5យ៉ាងទី1គឺពេលព្រឹងតពន្លឹងពន្លឺស្វាងព្រះអង្គស្ដេចទ្រង់យាងចេញបណ្ឌបាតប្រសំសានទី2រសៀលជ្រែព្រះសុរិយេពេទៀមស្វន្ទទេសនាប្រសំសានមិនកំណត់ថាសានណាទី3ពេលប្រលំព្រះចៅពំត្រៃលោកាប្រទានធម៌ទេសនាឲ្យអវាទភិក្ខុសង្ឃទី4ពេលអាត្រៀនព្រះលោកនាទ្រង់ចិនចង់ព្រះតីអស្មងត្រង់ដល់ស្រាយនៅប្រាស្នាផ្សេងកើតឡើងពេញនៅក្នុងចិននៃទេវតាងឿឆ្ងល់តត្រង់ណាព្រះសាស្តាទ្រង់អាកាន់ទី5ពេលទៀងភ្លើប្រមាមើលនិស័យសាននៅក្នុងសង្សារវ័នឲ្យប្រកបកុសលដល់សានណាមានសំណាងព្រះអង្គយាងចេញទៅប្រទានធម៌ទៀងពួរឲ្យទៅតាមឧបនិស្ស័យធម៌នេះឈ្មោះហៅថាពុទ្ធកិត្យាប្រសើរក្រៃវែងជាទីវេថ្លៃនៃព្រះពុទ្ធពីបុរាណបំពេញអនើយណាយរាល់ថ្ងៃមិនដែលខានលោកព្រះចូលនាំពៀនទៅជប់ខានទាំងអងហើយសាធុជនណាអ្នកប្រាថ្នានឹងប៉ុនបងចំឃ្លាពីចំណងត្រៃលោកនេះเป็นប្រាកនត្រូវខំរៀនសង្សារនៅតអាដែលជាបុណ្យបុណ្យកិច្ច5ប្រាកននេះកំណត់គួរយល់ដឹងជននោះនឹងស្មើបាននៅអ្នកឋានជាទីពឹងឬនៅលោកនឹងបានខ្លួនជាអ្នកធំលើជនផងទាំងឡាយសុខសប្បាយដល់ដំសែងសានសុខមរមរៀងរដល់ពាន